បាទសូមគោរពជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះជាថ្ងៃអង្គារទី13ខែឧសភាឆ្នាំ2025ត្រូវនឹងថ្ងៃ2រោចខែពិសាខឆ្នាំ2025ដើម្បីព័ត៌មានពិតពីការបោះទូករបស់វត្តវិជារាមតគុយចាស់ស្ថិតនៅឃុំធឹងហួាស្រុកចូលឋានខេត្តឃ្លាំងខ្ញុំនឹងបន្តមកវត្តដើម្បីថតវីដេអូឲ្យប្រិមិត្តទេសនិកជនទាំងឡាយនៅឆ្ងាយមិនបានមកទេសនាផ្ទាល់ក៏ទេសនានៅ Channel ខ្មែរស្រុកឃ្លាំងបើប្រិមិត្តជាលើកដំបូងចូលរួម Channel ខ្មែរស្រុកឃ្លាំងសូមចុច Subscribe ដើម្បីទទួលយកវីដេអូថ្មីនៅម៉ោង7យប់ខ្ញុំនឹងលើកយកវីដេអូរាល់ថ្ងៃបាទថ្ងៃនេះជាងក៏បានឡើងកង់បាន7កង់នៅកណ្ដាលសរុបទាំងអស់34កង់បាទនេះជាទូកវត្តវិជារាមតគុយចាស់ទូកនេះបោះដោយជាងសើនៅឯទំពូកសក់ខេត្តឃ្លាំងបាទប្រវែងទូកវត្តវិជារាមតគុយចាស់គឺ31ម៉ែត្របាទថ្ងៃនេះជាងក៏បានឡើងកង់បាន7កង់នៅខាងកណ្ដាលបាទយើងឃើញថាកង់ទូកមានទូនាទីយ៉ាងសំខាន់ដូចជាឆ្អឹងចនីរបស់មនុស្សយើងទូកតន់ឬរឹងអាស្រ័យនឹងកង់នឹងដងសន្ទូចបាទនេះជាកង់ទូករបស់វត្តវិជារាមតគុយចាស់នេះក៏កង់ក៏បានឡើងរួចរាល់នៅខាងកណ្ដាលទូកឆ្នាំនេះធ្វើកង់ខុសប្លែកពីឆ្នាំនាគឺថាមានការខុសប្លែកបន្តិចបន្តួចបាទនេះជាការខុសប្លែកយើងឃើញថាមានធ្នេយ៉ាងស្អាតបាទនេះជាធ្នេណាជាងក៏កែច្នៃប្រិមិត្តក៏ដឹងថាប្រភេទទូកឡើងក្តារយើងត្រូវប្រើដងសន្ទូចពីព្រោះបើមិនប្រើដងសន្ទូចទូកវាតន់យើងឃើញថាប្រភេទទូកឡើងក្តារកន្លែងតយ៉ាងច្រើនដើម្បីបានទូកនីមួយជាងបានតក្តារយ៉ាងច្រើនឧទាហរណ៍ទីកន្លែងហ្នឹងបាទតកតុយត្រីដូចកន្លែងនេះដើម្បីតជាងក៏យកដៃគូនដើម្បីតក្តារទាំងពីរសងខាងយើងក៏ដឹងថាកីឡាអុំទូកជាកីឡាដ៏បុរាណរបស់ខ្មែរយើងដើម្បីបកបានទូកនីមួយយើងត្រូវការសាមគ្គីព្រះសង្ឃនិងពុទ្ធបរិស័ទចំណងជើងវត្តដើម្បីមានថាវិការបោះទូកនីមួយហេតុដូច្នោះហើយមានយុបនរបស់ប្រិមិត្តក៏ថាហេតុអ្វីមិនបោះទូកលុងបាទខ្ញុំក៏ឆ្លើយថាពីព្រោះមានការប្រជុំពុទ្ធបរិស័ទនិងចំណងជើងវត្តហើយពីព្រោះទូកលុងមានថាវិការយ៉ាងច្រើនបាទនេះជាឈើដើម្បីធ្វើក្បាននិងកន្សែងទូកបាទក្នុងការអធិប្បាយរបស់ខ្ញុំមានកន្លែងណាមិនសមរម្យសូមប្រិយមិត្តទេសនិកជនទាំងឡាយអាស្រ័យផងបាទខ្ញុំនឹងបន្តផុសវីដេអូនៅក្នុងវេលាម៉ោង7យប់ដើម្បីឲ្យប្រិមិត្តទេសនិកជនទាំងឡាយនៅឆ្ងាយដើម្បីទេសនាការបោះទូករបស់វត្តវិជារាមតគុយចាស់បាទសូមអរគុណសូមជម្រាបលា